បាទជំរាបសួរនិងសួស្តីទៅកាន់អ្នកទាំងអស់គ្នាជួបជាមួយខ្ញុំលីណាមនុស្សស្មោះជាងគេបាទហើយថ្ងៃនេះដែរខ្ញុំមានដំណឹងល្អមកប្រាប់គ្នាយើងអីចឹងណាហើយសំខាន់គ្នាយើងដែលអត់ទាន់ Subscribe Channel YouTube របស់ខ្ញុំកុំភ្លេចជួយ Subscribe ម្នាក់មួយផងហើយអ្នកអត់ទាន់ Follow TikTok កុំភ្លេចជួយ Follow ម្នាក់មួយផងណាទុកជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូហើយថ្ងៃនេះខ្ញុំមានដំណឹងល្អមែនតើបាទគឺក្រុងបើកដំណើរការហើយអ្នកនរគ្នាដែលតាម Owner ប្រកាសអញ្ចឹងណាគាត់ថានឹងបើកនៅថ្ងៃសៅរ៍ទី18ខែតុលាឆ្នាំ2025នេះតែម្ដងអញ្ចឹងគ្នាយើងដែលចង់ចូលមកលេងអាចចូលមកចុះឈ្មោះចូលលេងបានណាហើយសម្រាប់ការចុះឈ្មោះចូលលេងគឺយើងបើកចុះឈ្មោះ free ទេអញ្ចឹងគ្នាយើងអាចចូលលេងបានដោយសេរីណាបើពីមុនគ្នាយើងចុះឈ្មោះតាម Telegram អីពីប៊ីតង់តែឥឡូវអត់ទេគឺយើងចុះឈ្មោះ free ប៉ុន្តែចំណុចសំខាន់គឺគ្នាយើងត្រូវតែមានកម្មវិធី Discord ទើបអាចចូលលេងបានដោយសារអីក្រុងទាមទារឲ្យអ្នកគ្នាចុះឈ្មោះជាមួយនឹង bot server បើអ្នកគ្នាអត់បានចុះឈ្មោះជាមួយ bot server ទេអ្នកគ្នាយក IP ពីមិត្តភ័ក្តិទៅក៏អ្នកគ្នាអាចចូលលេងបានដែរអញ្ចឹងនេះជាចំណុចសំខាន់មួយហើយសម្រាប់វីដេអូបរៀនពីរបៀបចុះឈ្មោះជាមួយ bot server ខ្ញុំបានធ្វើរួចរាល់ហើយគ្នាយើងអាចចូលទៅមើលក្នុង YouTube ខ្ញុំក៏បានចូលមើលក្នុង TikTok ខ្ញុំក៏បានខ្ញុំផុសទាំងពីរហើយសង្ឃឹមថាគ្នាយើងព្យាយាមមើលណាមើលពីដើមរហូតដល់ចប់ទៅបើមានចម្ងល់អីអាចសួរខ្ញុំបានកុំអត់ទាន់មើលផងហើយមកសួរអញ្ចឹងណាពេលខ្លះខ្ញុំអត់សូវមានពេលវេលាដើម្បីអង្គុយបញ្យល់អ្នកនរគ្នាទេអញ្ចឹងឲ្យគ្នាយើងក៏ត្រូវអធិស្ឋានដែរពេលខ្លះខ្ញុំមានការរវល់របស់ខ្ញុំដែរកុំព្យាយាម spam អីខ្ញុំតនីខ្ញុំនឹងឆ្លើយតបហើយមួយទៀតសម្រាប់ link Discord ខ្ញុំនឹងតម្លាក់នៅក្នុង caption ហើយឬក៏គ្នាយើងអាចឆាតមកខ្ញុំផ្ទាល់ដើម្បីសុំ link Discord ឬក៏គ្រប់គ្រងតាមរយៈ Telegram ក៏បានដែរគ្រប់គ្រងគឺយើងមានទាំង Facebook Telegram និង Discord អញ្ចឹងយើងមាន3ណាគ្នាយើងអាចឆាតមកខ្ញុំសុំទាំង3ក៏បានដែរខ្ញុំតម្លាក់ឲ្យអញ្ចឹងក្នុងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេគាត់ប្រាប់ពីដំណឹងការបើកក្រុងមកវិញហើយសង្ឃឹមថាគ្នាយើងនឹងចូលលេងហើយអរគុណសម្រាប់ការឆ្លាញ់ចូលចិត្តគាំទ្រមកកាន់ក្រុងកន្លងមកគ្នាយើងដែលធ្លាប់លេងគឺគាត់ដឹងហើយថាក្រុងរបៀបម៉េចអញ្ចឹងយើងក៏មានការកែប្រែកែសម្រួលមួយចំនួនដូចគ្នាឲ្យគ្នាយើងកាន់តែងាយស្រួលឬក៏យើងក៏អាចបន្ថយទៅលើច្បាប់មួយចំនួនដូចគ្នាប៉ុន្តែចំណុចណាដែលខុសគឺយើងអនុវត្តដូចពីមុនដដែលគឺអ្នកគ្នាលេងខុសច្បាប់ក្រុងយើងនឹងបែរអ្នកគ្នាចេញពី server ដូចគ្នាអញ្ចឹងខ្ញុំអត់មានអីនិយាយច្រើនទេសង្ឃឹមថាជួបគ្នានៅថ្ងៃទី18ទាំងអស់គ្នាណាបាយបាយជូនពរគ្នាយើងសំណាងល្អសុខភាពល្អស្រឡាញ់អ្នកគ្នាពេញបេះដូងបាយបាយ